បាទជំរាបសួរបងប្អូនអរគ្នាអញ្ចឹងសម្រាប់វីដេអូទី1យើងនឹងធ្វើការស្វែងយល់អំពី user interface របស់កម្មវិធី Excel អញ្ចឹងនៅពេលដែលបងប្អូនបើកកម្មវិធី Excel មកគឺវាមានទម្រង់បែបហ្នឹងនៅលើកុំព្យូទ័ររបស់បងប្អូនចំពោះការធ្វើការនៅក្នុងកម្មវិធី Excel គឺវាមានការខុសប្លែកជាមួយនឹងការធ្វើការនៅលើកម្មវិធី Microsoft Word ដែលការធ្វើការនៅលើកម្មវិធី Excel គឺវាធ្វើការនៅលើ cell នីមួយៗឯករាជ្យតែម្ដងអញ្ចឹងចំពោះ cell នីមួយៗគឺវាមានឈ្មោះរបស់វាដែលឈ្មោះរបស់វាហ្នឹងវាផ្សំឡើងពីជួរឈរនិងជួរដេកឧបមាថាបើសិនជាខ្ញុំคลิกនៅទីតាំងនេះហើយខ្ញុំចង់ដឹងឈ្មោះវាគឺมันពិបាកទេគឺយើងមើលទៅលើជួរឈរនៅត្រង់ C និងជួរដេកនៅត្រង់លេខ6អញ្ចឹងមានន័យថាឈ្មោះរបស់វាគឺ C6ដូចគ្នាដែរនៅទីតាំងនេះវិញគឺវាឈរនៅបន្ទាត់ឈរ B ហើយនឹងបន្ទាត់ A លេខ4គឺវាមានឈ្មោះ B4 បាទដោយឡែកចំពោះឈ្មោះរបស់វាក៏យើងអាចធ្វើការផ្លាស់ប្ដូរបានដែរដោយយើងឈរនៅលើទីតាំងណាមួយបន្ទាប់មកយើងធ្វើការផ្លាស់ប្ដូរឈ្មោះដោយបាទវាឈ្មោះចូលតែម្ដងបាទអញ្ចឹងឈ្មោះរបស់វាគឺដូចនឹងឈ្មោះដែលយើងបានផ្លាស់ប្ដូរចំពោះការផ្លាស់ប្ដូរឈ្មោះគឺវាអនុញ្ញាតឲ្យយើងងាយស្រួលនៅពេលដែលយើងសរសេររូបមន្តដោយយើងចាប់ទាញទិន្នន័យតែម្ដងបាទឥឡូវយើងងាកមកខាងផ្នែកខាងលើវិញអញ្ចឹងផ្នែកខាងលើនៃកម្មវិធី Excel គឺវាមាន tab ហើយ tab នីមួយៗហ្នឹងវាក៏ដោបមុខងារផ្សេងៗជាច្រើនទៀតដែលនៅក្នុងមុខងារហ្នឹងក៏បែងចែកជាគ្រប់បាទជាគ្រប់ function ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ហ្នឹងងាយស្រួលក្នុងការរៀបចំ file Excel របស់យើងបាទអូខេឥឡូវយើងចូលទៅ tab file មុនគេបាទនៅក្នុង tab file អាចអនុញ្ញាតឲ្យយើងធ្វើការបើកនៅផ្ទាំងកម្មវិធី Excel ថ្មីបាទបើកនៅfile របស់យើងមានស្រាប់ធ្វើការ share បាទធ្វើការ save ឬក៏ save as ហើយអាច print និង export បាទចំពោះ home tab វិញនៅក្នុងហ្នឹងគឺមាន function ជាច្រើនទៀតហើយក៏មានបែងចែកទៅតាមក្រុមផងដែរដែលក្រុមដំបូងគេនេះគឺជា clipboard នៅក្នុងនេះអាចអនុញ្ញាតឲ្យយើងធ្វើការ copy ឧបមាថាបើសិនជាខ្ញុំមានទិន្នន័យមួយនៅត្រង់ cell មួយនេះបាទខ្ញុំអាចធ្វើការ copy បាទហើយធ្វើការ paste បាទឬក៏ធ្វើការ cut បាទ paste ដូចគ្នាអញ្ចឹងនៅទីតាំងមានន័យថានៅត្រង់ទីតាំងនេះយើងពុំចាំបាច់ប្រើ shortcut Ctrl V Ctrl C ក៏បានដែរគឺយើងអាចប្រើមុខងារមានស្រាប់នៅលើ screen តែម្ដងហើយឧបមាថាបើសិនជាអក្សររបស់ខ្ញុំពណ៌ក្រហមហើយខ្ញុំចង់ឲ្យនេះពណ៌ក្រហមដូចយើងក៏អាចធ្វើការ format painter បានដែរបាទអញ្ចឹងវាមានអត្ថន័យបែបហ្នឹងដែលឡែកចំពោះគ្រប់ function នេះវិញគឺយើងអាចធ្វើការផ្លាស់ប្ដូរ font បាទបើយើងសរសេរជាអក្សរខ្មែរយើងអាចធ្វើការផ្លាស់ប្ដូរជាខ្មែរ OS system ខ្មែរ OS បាត់ដំបងឬក៏សៀមរាបតាមចំណង់ចំណូលចិត្តរបស់យើងហើយយើងអាចធ្វើការ customize ទៅលើទំហំអក្សរបាទយើងអាចធ្វើការ customize កន្លែងនេះយើងអាចបាទពិនិត្យមើលទៅលើទំហំជាក់ស្ដែងឬក៏ធ្វើការចាស់វាម្ដងមកទំហំក៏បានដែរបាទហើយក៏អាចធ្វើការបាទ bold ដាក់អក្សរ trade បាទដាក់បន្ទាត់ពីក្រោមហើយធ្វើការដាក់ table បាទធ្វើការដាក់ background color ពីខាងក្រោយធ្វើការដូរពណ៌បាទផ្សេងទៀតទៅតាមអ្វីដែលយើងចង់បានហើយមិនទាន់អស់ទេអានេះជា function ដែលយើងប្រើប្រាស់ទូទៅប្រចាំថ្ងៃប៉ុន្តែបើសិនជាក្នុងករណីយើងចង់ធ្វើការ customize ទៅលើអក្សរតាម cell មួយហ្នឹងឲ្យបានច្រើនទៀតយើងអាចធ្វើការចុចសញ្ញាខាងក្រោមនេះបាទដែលនៅក្នុងហ្នឹងយើងអាចធ្វើការផ្លាស់ប្ដូរជាច្រើនទៀតបាន
từ lời format cell và alignment đã so trade và bài này ấy nó cứ sắp sân tại thôi ca trả bên nơi tí tăng này và chắc là dựng đạo về nó và hai dựng ai thôi ca hay độ phón thì nắng vì miền xa bài nơi là tí tăng phần sân bao nhiêu và đã bắt tốt okแต่បន្ទាត់នៅកន្លែងនេះយើងអាច customize style របស់វាលើសពីបន្ទាត់នៅទីតាំងដែលបានបង្ហាញនៅក្នុង user បាទមានចាក់ពណ៌បាទអានេះមាន protection ដែលដើម្បីកុំឲ្យយើងថែបបាននៅពេលដែលយើងប្រើរូបមន្តតែនេះខ្ញុំអត់ទាន់លម្អិតទេគ្រាន់តែចង់បញ្ជាក់ថាវាមានច្រើនទៀតនៅក្នុងហ្នឹងបាទឥឡូវត្រឡប់ទៅទម្រង់ដើមវិញបាទឥឡូវយើងចូលមកដល់ទីតាំងកន្លែងនេះគឺ alignment អញ្ចឹង alignment ហ្នឹងគឺវាដូចតែនៅក្នុង Word ដែរទេបើសិនជាអ្នកនរគ្នាចង់ធ្វើការកំណត់វាយើងអាចកំណត់បានដូចនៅក្នុង cell របស់យើងវាប្រៀបដូចជាតារាងមួយចឹងអញ្ចឹងយើងអាចសេរីវាបាទនៅខាងក្រោមបាទខាងលើនេះគឺសំដៅទៅលើvertical alignment បាទ vertical alignment មានក្រោមមានកណ្ដាលនិងលើអញ្ចឹងយើងកំពុងតែកំណត់នេះគឺកំណត់ទៅលើ alignment ផ្នែកខាងក្រោមកណ្ដាលនិងខាងលើបាទអញ្ចឹងគេទូទៅនៅក្នុងការប្រើប្រាស់ Excel គឺយើងប្រើប្រាស់ alignment កណ្ដាលហើយក៏វាមាន horizontal alignment ដែរបាទវាមានឆ្វេងមានស្ដាំហើយនិងកណ្ដាលអញ្ចឹងនេះឆ្វេងកណ្ដាលនិងស្ដាំបាទអានេះវិញគឺជាគេហៅ indent បាទអានេះបើសិនជាបងប្អូនប្រើប្រាស់ធ្លាប់ប្រើប្រាស់កម្មវិធី Microsoft Project ប្រហែលជាយល់បានច្រើនមានន័យថាបើសិនជាក្នុងករណីនៅក្នុង double plan ហ្នឹងវាមានថាសការងារផ្សេងទៀតបាទមកថាទី1បាទ B ថាទី2បាទអញ្ចឹងនៅក្នុងនោះយើងអាចធ្វើការ indent វាបាទ indent វាចូលក្នុងមកមានន័យថាថា A ថា B នេះគឺវាស្ថិតក្រោមចង្កោមការងាររបស់ double plan បាទហើយកន្លែងនេះវាពាក់ព័ន្ធជាមួយនឹង format cell alignment នេះបន្ថែមទៀតឥឡូវយើងកុំលម្អិតច្រើនពេកព្រោះថាបើសិនជាលម្អិតច្រើនពេកអាចនឹងវីដេអូវែងបាទហើយនៅត្រង់ទីតាំងនេះគឺគេហៅ wraptex មានន័យថាបើសិនជាក្នុងករណីបាទក្នុងករណីតិចរបស់យើងបាទវាច្រើនជាង cell របស់យើងអញ្ចឹងយើងអាចធ្វើការទម្លាក់បាទទម្លាក់បន្ទាត់វាជាទូទៅធម្មតាវាមិនទម្លាក់ទេនៅពេលដែលយើងសរសេរទិន្នន័យផ្សេងទៀតនៅទីត្រង់ទីតាំងនេះគឺវាបាំងអត្ថន័យនៃ cell របស់យើងនៅខាងដើមទីនេះអញ្ចឹងវានឹងបាត់អត្ថន័យហើយដើម្បីឲ្យវាមានអត្ថន័យពេញវិញគឺយើងត្រូវការคลิกទៅលើប៊ូតុង wraptex ដើម្បីឲ្យវាធ្លាក់អក្សរមកខាងក្រោមបាទអូខេអញ្ចឹងវាមានអត្ថន័យបែបហ្នឹងចំពោះទីតាំងmerge cell បាទ merge cell អាហ្នឹងវាដូចតែនៅក្នុង Word ដែរទេគឺយើងអាចធ្វើការ merge បាទ select លើវាមកចុច merge តែម្ដងហើយក៏មានការ unmerge ដែរបាទ unmerge អញ្ចឹងមកទីតាំងដើមវិញអូខេឥឡូវយើងបន្ថែមល្បឿនតិចទៅអូខេនៅត្រង់ទីតាំងនេះគឺជាគេហៅថា format cell ឧបមាថាបើសិនជាក្នុងករណីខ្ញុំវាយលេខ2025អញ្ចឹងអានេះវាជាបាទជា number បើយើង click មកគឺវាមានតម្រងជា number ហើយយើងអាចធ្វើការរៀបចំវាទៅលើ format ដែលយើងចង់បាននៅក្នុង number នេះបាទយើងអាចធ្វើការកាត់កាត់អីដើម្បីយើងស្រួលអានឬក៏ដាក់វាទៅជា currency បាទ currency ហ្នឹងវាមានអីផ្សេងទៀតអាហ្នឹងពួកខ្ញុំនឹងលម្អិតវានៅពេលក្រោយ
បាទនេះវាមានជាភាគរយអានេះជាបាទជាចំណុចមួយសំខាន់ដែរនៅពេលដែលយើងចូលទៅលើមេរៀននឹងជ្រៅបន្តិចបាទអូខេអានេះពាក់ព័ន្ធជាមួយនឹង conditional formatting អញ្ចឹងពាក់ព័ន្ធជាមួយនឹងការដាក់ color ដាក់ background ពណ៌អីនេះយើងអាចធ្វើការចងរូបមន្តថាលក្ខខណ្ឌបែបណាឲ្យវាចេញពណ៌បែបហ្នឹងអាហ្នឹងក៏វាជាផ្នែកមួយដែលយើងប្រើប្រាស់ច្រើននៅក្នុងជីវភាពប្រចាំថ្ងៃហើយខ្ញុំនឹងសូមបង្ហាញវានៅក្រោយៗទៀតព្រោះมันអាចបង្ហាញនៅក្នុងវីដេអូតែមួយបានទេព្រោះវាច្រើនអានេះដូចគ្នាដែរអូខេអញ្ចឹងវាមាន filter មាន select បាទមាន analyze នេះ option ថ្មីឯងតម្រុងចាស់ចាប់ពីឆ្នាំ2016ចុះដូចជាអត់មាន analyze data ហ្នឹងទេបាទហើយយើងទៅបន្តទៀតនៅក្នុង insert នេះបាទនេះជាតម្រុង table អាហ្នឹងរៀង advanced តិចអាហ្នឹងអាចនឹងនិយាយនៅវីដេអូក្រោយតើតើនឹង illustration អាហ្នឹងតើតើនឹង add រូបភាពបញ្ចូល concept ដាក់ icon ដាក់ 3D model រៀបចំធ្វើជាតារាងរចនាសម្ព័ន្ធហើយ screenshot ពីរូបផ្សេងនៅលើ Windows របស់យើងមកដាក់បន្ថែមត្រង់ទីតាំងនេះគឺជា checkbox យើងចុចទៅអាហ្នឹងវាមានន័យថា file បាទមិនពិតហើយដល់ពេលយើង click ទៅវា true អាហ្នឹងសម្រាប់បងប្អូនដែលធ្វើការទៅលើការងារ checklist ហៅ inspection checklist គឺអាចប្រើប្រាស់អាហ្នឹងបានបាទអានេះជាតម្រងឆាតពាក់ព័ន្ធជាមួយនឹង static ដែលយើងអាចរៀបចំវាបានជាក្រាបសសរជាបាទក្រាបផ្លឹកជាតម្រង map ហើយផ្សេងៗទៀតយើងអាចរៀបចំវាបានហើយស្អាតជាងកម្មវិធីផ្សេងៗបាទវាមាន text box វាមាន header ហើយនឹង footer វាមាន equation ដែលយើងអាច save រូបមន្តកម្ពុជានៅលើនឹងបានបាទហើយអាច add sign add អីចូលបានដូចគ្នាចំពោះនៅ tab page layout អានេះវាពាក់ព័ន្ធជាមួយនឹងការស្រេទៅលើtheme របស់កម្មវិធីរបស់ Excel បាទប៉ុន្តែនេះដូចជាមិនសូវជាប្រើប្រាស់ប៉ុន្មានទេពាក់ព័ន្ធជាមួយនឹង margin អាហ្នឹងស្រេទៅលើគេហៅតម្រងឆ្វេងស្ដាំរបស់กระดาษមកថាกระดาษ A4 របស់យើងវាមានជ្រុង4ខាងលើខាងក្រោមឆ្វេងស្ដាំអញ្ចឹងយើងអាចស្រេវាបាននៅត្រង់ទីតាំងហ្នឹងហើយប្រភេទกระดาษអាចដាក់បិឈរឬក៏បដេកបាទទំហំអាចយកទំហំមួយណាដែលយើងប្រើប្រាស់ជាទូទៅបើសិនជាយើងសរសេរជាឯកសាររៀបចំជាឯកសារទេអាចប្រើជាទម្រង់ A4 ព្រោះនេះវា worldwide ក្នុងការ print ឬក៏ផ្ញើទៅឲ្យគេមើលជា PDF អីហ្នឹងបាទនេះ print area អានេះ select area ដែលយើងចង់ print ផ្ដាច់ទំព័របាទដាក់ background នេះអានេះវាជា function ប៉ុន្តែជាទូទៅដូចជាយើងមិនសូវជាប្រើប្រាស់ប្រហែលដែរទេបាទវាមាន grid line អញ្ចឹងcell របស់វានេះគឺវាមាន grid line ដើម្បីខាន់ដែន cell ថា cell មួយវានៅត្រង់ទីតាំងណាអញ្ចឹងបើសិនជាយើងមិនពេញចិត្តទេយើងក៏អាចធ្វើការដោះវាបានដែរប៉ុន្តែវារៀងពិបាកមើលបន្តិចនៅពេលដែលយើងចង់ដឹងថាឈ្មោះអីឬក៏ទីតាំងហ្នឹងត្រូវបានមើលអត់ទោះថាយើងយក cell របស់យើងយកទៅដាក់បាទចឹងឥឡូវខ្ញុំ click មកវិញនេះពាក់ព័ន្ធជាមួយនឹង bring to forward send to backward ទេអាហ្នឹងពីលើពីក្រោយទេអានេះ align បាទ align អក្សរហើយវានឹងឆ្វេងស្ដាំលើក្រោមអីគឺអាចស្រេបបាននៅហ្នឹងឥឡូវយើងចូលទៅ tab មួយទៀតគឺ formula tab ចឹងនៅក្នុងនេះបើសិនជាយើងអត់ចាំរូបមន្តទេយើងអាចមកមើលនៅត្រង់ទីតាំងហ្នឹងបានព្រោះនៅក្នុងកម្មវិធី Excel រូបមន្តទាំងអស់គឺវា store នៅគេហៅ function library ហ្នឹងអញ្ចឹងមិនថារូបមន្ត
financial logical តែក៏អីផ្សេងៗទៀតគឺវានៅនឹងហើយរបៀបប្រើប្រាស់អីគឺយើងអាចស្វែងយល់នៅនេះបានបាទអញ្ចឹងវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញពីរូបមន្តមិនទាំងអស់ទេប៉ុន្តែអាចនឹងបង្ហាញពីរូបមន្តដែលយើងប្រើប្រាស់ជាប្រចាំអញ្ចឹងណាបាទអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងផ្សេងទៀតនេះដូចជាមិនសូវជាបានប្រើប្រាស់ប្រហែលដែរអញ្ចឹងខ្ញុំសូម skip ទៅតាក់ទងនឹង data នៅក្នុង data នេះយើងអាចធ្វើការទាញយកទិន្នន័យពី file text file CSV ពី web បាទពី database ផ្សេងបានហើយយើងក៏អាច check ទៅលើរបស់របរមួយចំនួនទៀតនៅក្នុងហ្នឹងដូចជា stock ដូចជា currency ហ្នឹងលុះត្រាតែយើងប្រើប្រាស់365តែបើសិនជាប្រើប្រាស់ offline ទេដូចជាមិនចាំបាច់ម៉ានទេហើយយើងអាចប្រើប្រាស់ filter ប្រើប្រាស់អីនេះ filter អីហ្នឹងយើងអាចនឹងជជែកគ្នាបន្ថែមទៀតនៅវីដេអូក្រោយបាទអានេះអាចប្រើប្រាស់ជា text to column អីនេះអូខេនេះយើងអាចនឹងជជែកគ្នានៅពេលក្រោយដែរព្រោះវាយើងវែងឆ្ងាយដែរdata validation អាហ្នឹងដូចជា select មកថាបើសិនជាក្នុងករណីយើងវាតម្រង Excel ទៅលើ cell មួយដែលយើងវាបញ្ចូលអញ្ចឹងណាអញ្ចឹងបើសិនជាយើងអត់ចង់វាបញ្ចូលទេយើងអាចធ្វើការរៀបចំទៅលើ data validation ហ្នឹងបានចូលមកថាខ្ញុំមាន location ចំនួន3បាទអញ្ចឹង cell មួយបើសិនជាក្នុងករណីយើងអត់ប្រើប្រាស់ data validation ទេគឺយើងត្រូវការវាបញ្ចូលរហូតប៉ុន្តែបើសិនជាក្នុងករណីយើងប្រើប្រាស់ data validation យើងអាចធ្វើការ select តែម្ដងអញ្ចឹងអត់បានទេបើសិនជាយើងមាន location 3បែបនេះយើង select នៅលើទីតាំងណាដែលយើងចង់ធ្វើការគេហៅ multiple select ណាសំដៅ selection មិន multiple ទេ multiple select បានច្រើនជាង selection select បានតែមួយអញ្ចឹងឧបមាថាបើសិនជាខ្ញុំចង់កំណត់ cell នៅត្រង់ទីតាំងខ្ញុំ select នេះដើម្បីបញ្ចូលទៅលើ location 3ហ្នឹងខ្ញុំអាច select បែបហ្នឹងហើយខ្ញុំចុចទៅលើ data validation បាទបន្តមកទៀតយើង select យកបាទទៅលើ list បាទបន្តមកទៀតយើងចុចសញ្ញាព្រួយត្រង់ទីតាំងនេះហើយយើង select ទៅលើ location ទាំង3ហ្នឹងបាទបន្តមកយើងចុច enter ហើយចុច OK អញ្ចឹងនៅត្រង់ទីតាំងនេះគឺយើងអាចធ្វើការ select បានបាទអញ្ចឹងបងប្អូនបានឃើញយើងអាច select បានហើយបើសិនជាក្នុងករណីយើងមានទីតាំងមួយទៀតអូខេអញ្ចឹងយើងត្រូវធ្វើការផ្លាស់ប្ដូរបាទត្រង់ទីតាំងនេះបាទ select យក4ទីតាំងហ្នឹងមកឬក៏យើង select ទុកហើយក៏បានបាទចុច OK មកអញ្ចឹងវានឹងមាន location ទី4មួយទៀតអូខេឥឡូវយើងទៅទៀតពាក់ព័ន្ធជាមួយនឹង review នេះដូចជាមិនសូវជាប្រើប្រាស់បានដែរគាត់ថាអានេះវាមាន spelling បាទនៅក្នុង Microsoft Word នៅពេលដែលយើងសរសេរពាក្យអីមួយវាខុសវានឹង load សញ្ញាក្រហមកាញ់ខាងក្រោមតែនៅក្នុង Excel អត់ទេឧបមាថាបើសិនជាក្នុងករណីខ្ញុំសរសេរ location នេះខុសមួយអញ្ចឹងវាអត់បានបង្ហាញថានៅត្រង់ទីតាំងនេះយើងសរសេរខុសទេបាទអញ្ចឹងយើងអាចធ្វើការចុច spelling បាទអញ្ចឹងបងប្អូនឃើញហើយlocation បាទយើងចុច change អញ្ចឹងទីតាំងដែលខុសមិញហ្នឹងគឺវា load មកត្រូវអក្ខរាវិរុទ្ធវិញបាទត្រង់ទីតាំងផ្សេងទៀតដូចជាមិនតន់នេះទេមិនតន់សំខាន់ទេអានឹងចាំពេលយើងចូលដល់អនុវត្តការងារមែនតើសូមយើងលម្អិតបន្ថែមទៀតអូខេចូលដល់ view បាទអញ្ចឹងនៅត្រង់ទីតាំង view ហ្នឹងខ្ញុំភាគច្រើនយើងប្រើប្រាស់ដែរឧបមាថានេះ view វា normal អញ្ចឹង normal យើងឃើញទម្រង់បែបនេះហើយបើយើងចង់ទៅលើទម្រង់ផ្សេងទៀតយើងចុចទៅលើ page preview អញ្ចឹងអានេះបានន័យថាវា
nâng cái đọc vô tại tí tăng nó để miền tân ở này bà tí tăng ở miền tân ấy vì nó mình cái đọc thì chân chân cho từ lời này má cứ vì nâng ta lạp màu tí tăng đam vĩnh và tầm rộng đam vĩnh ok chấm pua pay layout ở nâng vì nâng bài chạy file Excel bởi chứ từ chia tầm rộng cái đá A4 rồi có chịu phải cái đáp sinh tiết đi dương bàn cầm nọt ở cái nông pay layout chắc nó không pay layout để sang tay tầm hùng cái đại phò dương bị chó cứ viên năng trình bạn năng mà không cả này dương bắt đầu chỉ tầm rộng bật đế cứ viên năng convert mà chỉ tầm rộng bật đế mình và cho nó đi chợ ai bạn cho đấy và anh ấy vì miền custom dụ tiết ok nó đi chia mình chăm bài pra thế của để chia mình sơ pra đấy hay bắt đầu từ tầm rộng đa với chuyện nọ mó và nơi trang tí tăng này vì miền grid line anh ấy vì đôi tay tí tăng nó không và nó không pay layout đây và nó không pay layout lại grid line vì đối tác như thế vì dừng chuyện bật bạc bài này tay còn hai cái lại pay layout đấy anh ấy miền tha trong cả này đấy chừng ai thôi ca print là anh ấy bán print cái đăng bàn và hai đôi kia đá header khẳng lớn này chụp mà nhầm plate bà chắc là heading khẳng lớn ấy khi dương ai thôi cả bật việc bàn và hai của dương ai thôi cả print đi đôi kia này và tại chỉ tu tới mình sơ chỉ miền khơi kia print là header khẳng lớn nhé và mà ní automate đi chia mình sơ ban chia pra thế ok xong lộn mình cái này giờ và heading anh ấy dương ban file cho mình nhé anh ấy giờ formula 3 này tí tăng formula 3 này và xin dương ở trang khơi như thế chứ ai click việc bật đây cái này và này data icon ok tí tăng đi để chia về miền tại trong Microsoft Pipon đóng bốn lang thế vẽ pon cho mỗi lần focus cell và chắc này dương ai đầu pon đôi bán và bài dương ai đầu pon đôi bán chắc là focus cell bởi dương ở bên chỗ tình này vừa như thế nắng ok dương ai chờ pra về tất phần tay bà xin chỉ không cả này dùng chỗ tình này thì tôi thích để chia mình chỉ chạm bạn đây chắc chỉ tôi tới nhưng để chìm sơ pra thế nhưng pra với một đồng khá là bây đề với chỗ tình này tràn chắc là đi xuống ok đi chỉ này sum khán này bị bọn chỉ một lần free bên đây tha nó bây giờ dương bị chỗ từ lớn tên này để mình tràn rô nắng nó bây giờ dương scroll cho khám tới bị bắt tầm po khăn lửa chẳng lại những ai thôi ca free bàn mà những ai thôi ca free thì có ăn free mình mà ok bọn khởi nhé dương sẽ lại nơi ti tăng sao na môi mắt để dương trong free vía rồi mà thằng bạn xin chụp nhom free là ti tăng đấy mini tha thầm sao đài khăn lớn ấy cứ viên năng phải job dương ảnh mà khởi bán hơi nơi phải càng chơi này sẽ có dương ảnh mà khởi này và chẳng bọn phụ ôn scroll làng lớn tới cứ dương khởi này khăn lớn hai bờ scroll và scroll mà sắm cứ ti tăng thành chuối nhưng vì phải chuột đi cái này hai đợt bây dương trong ăn free với bánh chính chuyện ăn free mà và đấy switch window đây không cả này dương miên shift chart những ai thuộc switch window mà và automate để chỉ mình chăm bài thế developer này nó tôi thì dương nè sẽ cầm thi mà để dương ai chờ pra nó phô và chập bón có nhầm để chỉ mình toàn ăn pra đây ban pra từ con program để tôi thì cái hợp đấy để chỉ mình chỉ một khả này mà đây lấy dương chọc theo càng gram ấy là dương cái lấy từ taskbar lớn tích chắc là taskbar lớn nó bên auto sell dương ai thưa ca bài với nó là bảy với auto sell chưa phiền để dương click sell chớ nè và
ទីតាំងនេះគឺយើងចុច cell អានេះយើង undo redo កន្លែងនេះ print ហើយទីតាំងនេះយើងអាចធ្វើការ add បន្ថែមទៀតបាទយើង add បន្ថែមទៀតមកដោយចុចលើសញ្ញាប្រូតនៅត្រង់ទីតាំងនេះយើងអាចចុចទៅលើ open បាទចុច new បាទនឹងគ្រាន់តែជាគេហៅ key speed លឿនវាបន្តិចទេមែនតើទៅយើងអាចចុចទៅទីតាំង file ធ្វើការ add បានដូចគ្នាចំពោះផ្នែកខាងក្រោមវិញដូចជាមិនមានអីច្រើនដែរបងប្អូនឃើញដំបូងនេះអានេះ sheet អញ្ចឹងបានន័យថានៅក្នុង Excel យើងអាចធ្វើការបង្កើត sheet ច្រើននៅក្នុង file តែមួយអញ្ចឹងអបថាបើសិនជាខ្ញុំមាន sheet នេះមួយហើយខ្ញុំចង់បើកទំព័រថ្មីមួយទៀតដើម្បីធ្វើការរៀបចំទិន្នន័យផ្សេងខ្ញុំអាចចុចលើសញ្ញាបូកនេះមកដើម្បីបង្កើត sheet ទី2ឬក៏មួយទៀតបើសិនជាក្នុងករណីបងប្អូនមានទិន្នន័យនៅក្នុងនេះស្រាប់ហើយប៉ុន្តែគ្រាន់តែធ្វើការផ្លាស់ប្ដូរតិចតួចទេបងប្អូនមិនបាច់ចាំចុច select ហើយយក copy យកទៅផាសនៅលើ sheet 2នេះទេជួនកាលវាអាចធ្វើយើងខាតពេលដោយសារយើងត្រូវ adjust column size ឬក៏ row size អីបន្ថែមទៀតបាទអញ្ចឹងកុំឲ្យខាតពេលយើងអាចនឹងធ្វើការ copy តែម្ដងអញ្ចឹងធ្វើការ copy យើងគ្រាន់តែ right click ទៅលើ sheet ទី1ហ្នឹងហើយចុចទៅលើពាក្យ move ឬក៏ copy នៅត្រង់ទីតាំងនេះយើងអាច move បើសិនជាក្នុងករណីយើងអត់ចុច create copy ទេវា move បាទយើង move to the in អញ្ចឹងវាអត់ copy ទេហើយការ move យើងអាចទាញម៉ៅ move បែបនេះក៏បានដែរហើយបើក្នុងករណីយើង copy យើងគ្រាន់តែ tick ទៅលើcheck box ទៅលើ create copy ហ្នឹងគឺរួចជាការស្រេចហើយយើង move ទៅទីតាំងខាងចុងអញ្ចឹងអាពីរនេះពី sheet នេះ sheet 1និង sheet 1 វងចត់លេខ2នេះអាហ្នឹងគឺវាមានទិន្នន័យដូចគ្នាតែម្ដងហើយយើងក៏អាចធ្វើការផ្លាស់ប្ដូរឈ្មោះវាបានដែរហើយក៏អាចលុបបានដែរប៉ុន្តែពាក់ព័ន្ធជាមួយនឹងការលុបនៅក្នុង sheet គឺបងប្អូនប្រុងប្រយ័ត្នតិចព្រោះកាលណាដែលយើងលុបហើយគឺអត់អាច control set មកបានទេតែលុបហើយគឺចប់ហើយបាទហើយនៅត្រង់ទីតាំងនេះយើងអាចធ្វើការបាទទាញចុះទាញឡើងបានអានេះជាទីតាំងដែលយើងធ្វើការទាញចុះទាញឡើងនៅលើទិន្នន័យ cell របស់យើងដើម្បីពិនិត្យមើលបាទអានេះ sheet របស់យើងអញ្ចឹងបើសិនជាក្នុងករណីបងប្អូនមានច្រើន sheet របស់យើងច្រើន10 20ទៅវានឹងធ្វើការបរិយាយនៅលើទីតាំងខាងក្រោមនេះណាអញ្ចឹងចំពោះចំណុចហ្នឹងយើងអាចធ្វើការបរិមាណនេះតិចទៅដើម្បីឲ្យមើលឃើញច្រើន sheet ដើម្បីបន្ថែមល្បឿនរបស់យើងក្នុងការបើក sheet មួយបានបាទចំពោះនៅត្រង់ទីតាំងនេះវិញអានេះវាដូចតែនៅក្នុង view ដែរនៅ normal view page break view ហើយនិង page layout វាដូចគ្នាទេបងប្អូនវាធ្វើការដូចគ្នាអញ្ចឹងបងប្អូនអាច click នៅត្រង់ទីតាំងនេះក៏បានឬក៏មក click នៅត្រង់ទីតាំងview tab ក៏បានដែរហើយចំពោះទីតាំងនេះវិញគឺ zoom អត់អីពិបាកបងប្អូនអាច zoom នៅត្រង់ទីតាំងនេះក៏បានឬក៏ប្រើ control scroll មករបស់យើងក៏បានដែរបាទអញ្ចឹងចំពោះវីដេអូទី1ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងចុះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ